អាចនេះគឺជាម៉ូដទាំង10សម្រាប់យកទៅលេង survival ចូលមកកាន់ម៉ូដទី1គឺជាម៉ូដ Resort Space ខែអ្នកទាំងអស់គ្នាអាចមើលក្រែបានគឺស្អាតមែនតើគ្នាយើងអាចមើលខែមួយបានគឺស្អាតមែនតើមានរូបផ្សេងពីគ្នាវាទៅតាមពណ៌ខែរបស់យើងគឺស្អាតហើយខ្ជូតទៀតកប់សេរីមែនតើនេះគឺជាម៉ូដទី1តោះលេងចូលទៅកាន់ម៉ូដទី2ទាំងអស់គ្នាចូលមកកាន់ម៉ូដទី2ក៏ស្អាតដែរគ្នាយើងអាចមើលកន្លែងអីវ៉ាន់ខ្ញុំបានគឺមានជាមួយនឹងរូប anime គឺខ្ជូតមែនតើគ្នាយើងអាចយកទៅលេងបានវាជាម៉ូបដាក់នៅក្នុងក្រប Resort Space អញ្ចឹងយើងអាចលេងនៅក្នុង server បានណាហើយវាខ្ជូតមែនតើគ្នាយើងអាចមើលបានម៉ូដទី2មានប៉ុណ្ណឹងតើលេងចូលទៅកាន់ម៉ូដទី3ទាំងអស់គ្នាចូលមកកាន់ម៉ូដទី3របស់យើងគឺយើងអាចមើលជាមួយនឹងខ្លួនរបស់យើងបានគ្នាយើងអាចមើលបានខ្លួនរបស់យើងជាធម្មតាគឺយើងអាចមើលបានទេតែអ្នកនរគ្នាដាក់ម៉ូដនេះអ្នកនរគ្នាអាច view ខ្លួនរបស់យើងបានទេនេះកាយវិការអីនេះគឺកលួងមែនតើគឺយើងម៉ូដនេះមានអារម្មណ៍ថាដូចមិនដឹងទេតែសម្រាប់អ្នកដែលចង់បានអាចយកទៅបានហ្នឹងហើយម៉ូដទី3មានប៉ុណ្ណឹងតើលេងចូលទៅកាន់ម៉ូដទី4ទាំងអស់ម៉ូដទី4របស់យើងគឺដូចទៅនឹងអាម៉ូដ anime នោះដែរតែអានេះមើលតក៏ស្អាតដែរគ្នាយើងអានេះមានរូបពណ៌ diamond ស្អាតមែនតើគ្នាយើងអាចយកទៅលេងបានម៉ូដទី4មានប៉ុណ្ណឹងតើលេងចូលទៅកាន់ម៉ូដទី5ទាំងអស់គ្នាម៉ូដទី5គឺជាអាម៉ូដនេះអ្នកនរគ្នាអាចមើលជាមួយនឹងទឹកថ្នាំបានគឺមានរូបឲ្យយើងគឺលយមែនតើយើងអាចចំណាំទឹកថ្នាំជាទឹកថ្នាំប្រភេទអីបានម៉ូដទី5របស់យើងមានប៉ុណ្ណឹងតោះយើងចូលទៅកាន់ម៉ូដទី6ទាំងអស់គ្នាចូលមកកាន់ម៉ូដទី6គឺយើងអាច review អាម៉ូដរបស់យើងបានគឺអស់ជាមួយបាក់ម៉ូដមួយហ្នឹងគឺវាមាន3កម្រិតនេះអ្នកទាំងអស់គ្នាអាចដាក់កម្រិតនីមួយបានកម្រិតទី1មិញឥឡូវចូលមកកាន់កម្រិតទី2កម្រិតទី2វាមានអាម៉ូដសងខាងតែម្ដងខុសពីកម្រិតទី1ចូលមកកាន់កម្រិតទី3ម្ដងកម្រិតទី3វាមានអាម៉ូដនៅខាងនេះមកជួរតែម្ដងអញ្ចឹងទាំងអស់ហ្នឹងគឺវាខុសគ្នាអ្នកនរគ្នាឆ្លាញ់មួយណាដាក់មួយហ្នឹងទៅតើឥឡូវយើងចូលទៅកាន់ម៉ូដទី7ទាំងអស់គ្នាម៉ូដទី7គឺវាជាម៉ូដ Resort Space អ្នកនរគ្នាអាចមើលទ្វារបានគឺវាមានកញ្ចក់មានអីគឺមើលមកគឺយ៉ាងស្អាតដែរចឹងហើយខ្ញុំក៏លើកមកជូនអ្នកនរគ្នាហ្មងទៅបើអ្នកនរគ្នាឆ្លាញ់អ្នកនរគ្នាអាចយកទៅលេងបាននេះមើលមកគឺស្អាតមែនតើអានេះជាទ្វារបិទបើកក៏វាមានរូបរាងកញ្ចក់ឲ្យយើងដែរមើលមកស្អាតមែនតើតើលេងចូលទៅកាន់ម៉ូដទី8ទាំងអស់គ្នាម៉ូដទី8គឺជាម៉ូដពពកអ្នកនរគ្នាអាចមើលបានពពកយើងដុំលយមែនតើអ្នកបើសិនជាអ្នកនរគ្នាឆ្លាញ់អាចយកទៅដាក់លេងបានពពកវាដូចនំប៉ាវមែនតើម៉ូដនេះជាម៉ូដបដូរតាមេឃឲ្យយើងទេអ្នកនរគ្នាអាចមើលព្រះច័ន្ទបានព្រះច័ន្ទនេះព្រះអាទិត្យនេះបើកាច់យកនិយាយខុសប៊ូលូពេញហ្នឹងទៀតឡើយម៉ូដទី8មានប៉ុណ្ណឹងតោះចូលទៅកាន់ម៉ូដទី9ទាំងអស់គ្នាម៉ូដទី9គឺលយមែនតើអ្នកនរគ្នាអាចមើល control របស់ខ្ញុំបានលយមែនតើហើយកន្លែងដាក់ item មានបងលេខ1លេខ2នេះអ្នកនរគ្នាអាចមើលបាននេះហើយមានកន្លែងបោះអីវ៉ាន់បោះអីទៀតមានកន្លែងផ្ទុកអីវ៉ាន់លឿនអីចឹងលយមែនតើហើយមានកន្លែងយើងសេរីពលឺអ្វីដែលសំខាន់វាអាចសេរីជាមួយនឹងសញ្ញាព្រួញរបស់យើងបានទៀតសញ្ញាបូកយើងបដូរពីសញ្ញាបូកចង់បានសញ្ញាអីវាមានកន្លែងសញ្ញាអ្នកនរគ្នាឆ្លាញ់មួយណាដាក់មួយហ្នឹងទៅតោះលើងចូលទៅកាន់ម៉ូដទី10ទាំងអស់គ្នាជាម៉ូដចុងក្រោយម៉ូដទី10គឺជាម៉ូដវ៉ែនតាគ្នាយើងអាចមើលបានយើងពាក់កៅអៅដៃម៉ូដ Netherite អីគឺតលន់មែនតើអ្នកទាំងអស់គ្នាអាចបដូរមកពាក់វ៉ែនតាបានអាម៉ូដនេះអ្នកទាំងអស់គ្នាអាចយកទៅលេង survival បានលយមែនតើអើយដល់កម៉ូដអូយគាំងមែនតើមើលវ៉ែនតាប្រភេទអីក៏មានដែរមានអាភ្នែកមួយអីក៏មានអើយជឿហ្នឹងថ្ងៃហ្នឹងគឺមានតា10ម៉ូដហ្នឹងឯងម៉ូដទាំងអស់ហ្នឹងគឺខ្ញុំបានបង្ហាញឈ្មោះចឹងហើយអ្នកនរគ្នាអាចយកទៅ search នៅក្នុងកម្មវិធីមួយនេះបានវីដេអូថ្ងៃហ្នឹងមានប៉ុណ្្នឹងឯងកុំភ្លេចឲ្យបេះដូងម្នាក់មួយផងបាយ